ឯកសារចំនួន7ត្រូវបានចុះហត្ថលេខាក្រមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជាថៃនៅព្រឹកថ្ងៃទី22ខែមេសាឆ្នាំ2025នេះសម្ដេចបវរអធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវផៃថងឋានស៊ីណាវ៉ាតនាយករដ្ឋមន្ត្រីថៃបានអញ្ជើញចូលរួមជាសហអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន7រួមមាន 1. កិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់កម្លាំងពលកម្មរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ 2. អនុសារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ 3. អនុសារណៈនៃការយោគយល់គ្នារវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជានិងក្រសួងធនធានធម្មជាតិនិងបរិស្ថាននៃព្រះរាជាណាចក្រថៃស្តីពីកិច្ចប្រតិបត្តិសហការការពារបរិស្ថានឆ្លងដែន 4. កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃស្តីពីការគ្រប់គ្រងថែទាំនិងការប្រើប្រាស់ស្ពានមិត្តភាពកម្ពុជាថៃស្ទឹងបត់បានណាងអៀន 5. កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃស្តីពីការកសាងស្ពានព្រំដែនផ្សារព្រំបានផាកាត 6. កំណត់ហេតុស្តីពីការផ្តល់ជំនួយបច្ចេកទេសលើការសិក្សាសមិទ្ធផលលទ្ធភាពលើកម្រងលើកម្រិតគុណភាពផ្លូវជាតិលេខ57បាត់ដំបងច្រកទ្វារអន្តរជាតិព្រំរវាងក្រសួងសាធារណការនិងការដឹកជញ្ជូននៃព្រះរាជាណាចក្រកម្ពុជានិងទីភ្នាក់ងារសហប្រតិបត្តិការដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសខាងនៃព្រះរាជាណាចក្រថៃ 7. ការចុះលិខិតបដូរសារស្តីពីកម្រងពង្រឹងសមត្ថភាពវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជាថៃ